ហើយអ្វីបានជាមនុស្សធ្វើសង្គ្រាមគឺជារឿងមួយដែលកើតឡើងជាបន្តបន្ទាប់ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិចាប់តាំងពីមានមនុស្សនៅលើផែនដីសង្គ្រាមបានចាប់ផ្ដើមឡើងពីបុរាណរហូតមកដល់សង្គ្រាមសម័យទំនើបមនុស្សនៅតែបន្តប្រើអាវុធដើម្បីដោះស្រាយជម្លោះទោះបីជាពិភពលោកមានច្បាប់អន្តរជាតិក៏ដោយនិងអង្គការសហប្រជាជាតិដែលបង្កើតឡើងដើម្បីរក្សាសន្តិភាពសង្គ្រាមនៅតែមិនអាចលុបបំបាត់បានទាំងស្រុងហេតុអ្វីបានជាមនុស្សធ្វើសង្គ្រាមទាំងនេះគឺជាចម្លើយហេតុផលដែលមនុស្សធ្វើសង្គ្រាមមានដូចជាអំណាចផលប្រយោជន៍សាសនាជាតិនិយមខ្វះធនធាននិងការយល់ច្រឡំ1ការប្រកួតប្រជែងអំណាចនិងដែនដីមនុស្សមួយចំនួនតែងតែឃើញហេតុផលមួយក្នុងការធ្វើសង្គ្រាមក្នុងនោះមូលហេតុធំនៃសង្គ្រាមគឺជាការចង់ពង្រីកអំណាចការគ្រប់គ្រងដែនដីនៅសម័យបុរាណព្រះមហាក្សត្រនិងព្រះអធិរាជជាច្រើនបានបើកសង្គ្រាមដើម្បីពង្រីកអាណាចក្ររបស់ពួកគេរៀងៗខ្លួនឧទាហរណ៍ណាប៉ូឡេអុងដែលបានដឹកនាំបារាំងចូលក្នុងសង្គ្រាមជាច្រើននៅអឺរ៉ុបដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនការចង់ក្លាយជាមហាអំណាចឬការពារអំណាចដែលមានស្រាប់អាចជំរុញឲ្យប្រទេសមួយបានប្រើកម្លាំងយោធាទៅលើប្រទេសមួយទៀត2ផលប្រយោជន៍សេដ្ឋកិច្ចនិងធនធានធម្មជាតិចាប់តាំងពីមនុស្សស្វែងរកប្រេងឧស្ម័នមាសនិងធនធានធម្មជាតិដែលមាននៅលើដីជាពិសេសដីស្រែដែលមានតម្លៃធនធានធម្មជាតិទាំងនោះមានតម្លៃខ្ពស់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសនៅពេលដែលប្រទេសខ្វះធនធានឬចង់គ្រប់គ្រងធនធានរបស់ប្រទេសផ្សេងវានាំទៅរកចំនួនយោធាសង្គ្រាមនៅមជ្ឈមបូព៌ាជាច្រើនត្រូវបានពាក់ព័ន្ធទៅនឹងប្រេងឧទាហរណ៍សង្គ្រាមឈូងសមុទ្រឆ្នាំ1991កើតឡើងក្រោយអ៊ីរ៉ាក់ឈ្លានពានគុយវ៉ែតដោយមានបញ្ហាពាក់ព័ន្ធទៅនឹងប្រេងនិងព្រំដែន3បញ្ហាជាតិនិយមនិងអត្តសញ្ញាណជាតិនិយមគឺជាចំណាប់អារម្មណ៍មោទនភាពខ្ពស់ចំពោះជាតិរបស់ខ្លួនបើជាតិនិយមត្រូវបានប្រើក្នុងទិសវិជ្ជមានវាអាចជំរុញឲ្យមានការអភិវឌ្ឍប៉ុន្តែវាប្រែទៅជាការរើសអើងឬការមើលងាយជាតិសាសន៍ផ្សេងវាអាចនាំឲ្យប្រទេសមួយទៅរកសង្គ្រាមលោកលើកទី2ក៏មានមូលហេតុមួយចំនួនដែលចេញពីជាតិនិយមនេះផងដែរដែលដឹកនាំដោយ Adolf Hitler 4សាសនាក្នុងប្រវត្តិសាស្ត្រមានសង្គ្រាមជាច្រើនដែលពាក់ព័ន្ធទៅនឹងសាសនាឧទាហរណ៍សង្គ្រាមរវាងគ្រិស្តបរិស័ទនិងមូស្លីមបរិស័ទនៅសតវត្សទី11ដល់ទី13ទោះជាយ៉ាងណាក៏មានករណីសាសនាត្រូវបានប្រើជាអំណាងខណៈដែលមូលហេតុពិតប្រាកដជាអំណាចនិងធនធាន5ការយល់ច្រឡំនិងការបរាជ័យនៃការទូតប្រទេសមិនអាចដោះស្រាយបញ្ហាតាមការចរចាមានការយល់ច្រឡំធ្ងន់ធ្ងរសង្គ្រាមអាចកើតឡើងសង្គ្រាមលោកលើកទី1ផ្ទុះឡើងបន្ទាប់ពីការសម្លាប់ព្រះមហាក្សត្រអូទ្រីសដែលបង្កឲ្យមានប្រព័ន្ធសម្ព័ន្ធយោធានៅអឺរ៉ុបចាប់ផ្ដើមប្រយុទ្ធគ្នា6ផលប៉ះពាល់នៃសង្គ្រាមមិនត្រឹមតែបំផ្លាញអគារហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេប៉ុន្តែបំផ្លាញជីវិតមនុស្សនិងអនាគតមនុស្សជំនាន់ក្រោយមនុស្សរាប់លាននាក់បានស្លាប់នៅក្នុងសង្គ្រាមលោកលើកទី2កុមារជាច្រើនក្លាយជាក្មេងកំព្រាប្រជាជនត្រូវភៀសខ្លួននិងសេដ្ឋកិច្ចរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរក្រោយសង្គ្រាមធំៗពិភពលោកបានព្យាយាមបង្កើតប្រព័ន្ធសន្តិភាពថ្មីដូចជាការបង្កើត United Nations ដើម្បីទប់ស្កាត់ជម្លោះអន្តរជាតិហើយសង្គ្រាមនាំមកនូវការឈឺចាប់អ្វីខ្លះសម្រាប់មនុស្សជាតិសង្គ្រាមនាំមកនូវការឈឺចាប់ដល់មនុស្សជាតិដូចជាផ្លូវកាយផ្លូវចិត្តសេដ្ឋកិច្ចនិងសង្គមការបាត់បង់ជីវិតសង្គ្រាមធ្វើឲ្យមនុស្សរាប់សែននាក់រាប់លាននាក់បានស្លាប់មិនត្រឹមតែទាហានទេប៉ុន្តែប្រជាពលរដ្ឋស៊ីវិលកុមារនិងស្ត្រីក៏ជាជនរងគ្រោះផងដែរក្នុងសង្គ្រាមលោកលើកទី2មានមនុស្សប្រមាណ70លាននាក់បានស្លាប់បាត់បង់ជីវិតការបាត់បង់ជីវិតនេះមិនអាចសងត្រឡប់វិញបានឡើយនិងបានផ្ដល់ស្នាមឈឺចាប់មួយដល់មនុស្សជំនាន់ក្រោយ2ការពិការភាពនិងរបួសធ្ងន់ធ្ងរអ្នករស់រានមានជីវិតពីសង្គ្រាមជាច្រើនត្រូវពិការខូចសរីរាង្គរងរបួសធ្ងន់ធ្ងរជាពិសេសមីននិងគ្រាប់បែកដែលនៅសល់ក្រោយសម័យសង្គ្រាមក៏អាចបង្កការគ្រោះថ្នាក់ជាយូរអង្វែងបានផងដែរឧទាហរណ៍នៅប្រទេសកម្ពុជាមីនដែលសល់ពីសម័យសង្គ្រាមអតីតកាលបានបង្កឲ្យប្រជាពលរដ្ឋជាច្រើនបានបាត់បង់ដៃបាត់បង់ជើងនិងរស់នៅក្នុងភាពពិការជាច្រើន3បញ្ហាផ្លូវចិត្តមនុស្សជាច្រើនរងជំងឺ stress ក្រោយព្រឹត្តិការណ៍ធ្ងន់ធ្ងរនៃសង្គ្រាមដែលគេហៅថា PTSD ដែលពួកគេចងចាំសំឡេងយន្តហោះសំឡេងគ្រាប់កាំភ្លើងសំឡេងគ្រាប់បែកធន់ធ្ងន់ផ្សេងៗការបាត់បង់គ្រួសារឬការភ័យខ្លាចជាបន្តបន្ទាប់កុមារដែលធំឡើងក្នុងតំបន់សង្គ្រាមអាចមានបញ្ហាផ្លូវចិត្តនិងការវិវឌ្ឍនភាពខ្សោយ4ការបែកបាក់គ្រួសារនិងការភៀសខ្លួនសង្គ្រាមបង្ខំឲ្យមនុស្សចាកចេញពីផ្ទះដើម្បីសង្គ្រោះជីវិតពួកគេបានក្លាយទៅជាជនភៀសខ្លួនឬជនភៀសស្រុកនៅចំនួនដូចជាសង្គ្រាមស៊ីរីប្រជាជនរាប់លាននាក់ត្រូវភៀសខ្លួនទៅនៅប្រទេសផ្សេងការបាក់បែកគ្រួសារនិងការរស់នៅក្នុងជំរំភៀសខ្លួនដែលវាពិបាកសម្រាប់សេដ្ឋកិច្ចជាពិសេសបញ្ហាសុខភាពផ្សេងៗ
5ការបំផ្លិចបំផ្លាញសេដ្ឋកិច្ចនិងភាពក្រីក្រហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាផ្លូវសាលារៀនមន្ទីរពេទ្យរោងចក្រត្រូវបានបំផ្លាញសង្គ្រាមធ្វើឲ្យប្រទេសធ្លាក់ចុះនៅសេដ្ឋកិច្ចវិបត្តិការងារនិងភាពក្រីក្រផងដែរការកសាងឡើងវិញត្រូវការពេលយូរអង្វែងនិងធនធានជាច្រើនក្នុងការស្ដារ 6ការខូចខាតនៃសីលធម៌របស់មនុស្សសង្គ្រាមអាចមានការរំលោភសិទ្ធិមនុស្សការបង្ខំធ្វើទារុណកម្មអំពើហិង្សាផ្សេងៗអង្គការដូចជា International Committee of Red Cross តែងតែព្យាយាមជួយជនរងគ្រោះនិងការពារសិទ្ធិរបស់មនុស្សប៉ុន្តែការឈឺចាប់ដែលកើតឡើងមិនអាចលុបបំបាត់បានភ្លាមៗនោះទេធ្វើដូចម្ដេចទើបអាចបញ្ឈប់សង្គ្រាមនៅលើពិភពលោកការបញ្ឈប់សង្គ្រាមនៅលើពិភពលោកមិនមែនជារឿងងាយស្រួលទេព្រោះវាពាក់ព័ន្ធទៅនឹងអំណាចផលប្រយោជន៍និងប្រវត្តិសាស្ត្រស្មុគស្មាញទោះជាយ៉ាងណាក៏មានវិធីសំខាន់ខ្លះៗដែលអាចជួយកាត់បន្ថយទប់ស្កាត់សង្គ្រាមបានផងដែរប្រសិនបើមានប្រទេសណាមួយមានចេតនាពិតប្រាកដក្នុងការរក្សាសន្តិភាព 1. ការចរចានិងការទូតវិធីដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ឈប់សង្គ្រាមគឺការចរចាប្រទេសដែលមានចំនួនត្រូវតែបានលើកទឹកចិត្តឲ្យអង្គុយពិភាក្សាគ្នាជំនួសការប្រើអាវុធអង្គការសហប្រជាជាតិមានតួនាទីជាអាជ្ញាកណ្ដាលក្នុងការសម្របសម្រួលរកដំណោះស្រាយតាមផ្លូវសន្តិភាព 2. ការអប់រំនិងការបង្រៀនអំពីសន្តិភាពការអប់រំអាចបង្កើតការយល់ដឹងអំពីសិទ្ធិមនុស្សការគោរពគ្នានិងការរួមរស់ដោយសន្តិភាពអង្គការ UNESCO ធ្វើការផ្សព្វផ្សាយការអប់រំដើម្បីលើកកម្ពស់វប្បធម៌សន្តិភាពដើម្បីបង្រៀនមនុស្សឲ្យដោះស្រាយបញ្ហាដោយពិភាក្សាមិនមែនអាវុធព្រោះវាបង្កហានិភ័យ 3. អភិវឌ្ឍសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រអាចជាមូលហេតុនៃការបង្កជម្លោះប្រសិនបើប្រទេសណាមានការអភិវឌ្ឍសេដ្ឋកិច្ចល្អមានការងារមានជីវភាពប្រសើរប្រទេសនិងពលរដ្ឋទាំងនោះមិនងាយចូលរួមក្នុងអំពើហិង្សាឡើយការចែកចាយធនធានយ៉ាងសមស្របនិងភាពយុត្តិធម៌ក្នុងសង្គមគឺជាគន្លឹះសំខាន់សម្រាប់សន្តិភាពយូរអង្វែង 4. ការគោរពច្បាប់អន្តរជាតិប្រទេសនៅលើពិភពលោកគួរគោរពច្បាប់អន្តរជាតិនិងដោះស្រាយជម្លោះតាមតុលាការឬមធ្យោបាយផ្លូវច្បាប់តុលាការ ICJ ដែលមានតួនាទីសំខាន់ក្នុងការដោះស្រាយវិវាទប្រទេសដោយសន្តិភាព 5. ការកាត់បន្ថយអាវុធការប្រមូលផ្ដុំអាវុធច្រើនពេកអាចបង្កើនហានិភ័យនៃសង្គ្រាមកិច្ចព្រមព្រៀងអន្តរជាតិក្នុងការកាត់បន្ថយអាវុធដើម្បីគ្រប់គ្រងអាវុធនិងជួយកាត់បន្ថយភាពតានតឹងប្រវត្តិសាស្ត្របង្ហាញថាប្រទេសដែលមានការជឿទុកចិត្តគ្នានិងមានកិច្ចព្រមព្រៀងច្បាស់លាស់អាចរក្សាសន្តិភាពបានយូរអង្វែង 6. ទូនីតិរបស់ប្រជាពលរដ្ឋនិងសង្គមស៊ីវិលសន្តិភាពមិនមែនជាការងាររបស់រដ្ឋាភិបាលប៉ុណ្ណោះទេប្រជាពលរដ្ឋអ្នកសារព័ត៌មានអង្គការសង្គមស៊ីវិលនិងយុវជនអាចលើកសម្លេងប្រឆាំងនឹងអំពើហិង្សាជំរុញការចរចាប្រវត្តិសាស្ត្របង្ហាញថាចលនាសន្តិភាពជាច្រើនបានជួយបញ្ឈប់សង្គ្រាមនិងបញ្ចប់ការរើសអើងនៅប្រទេសផ្សេងៗផងដែរតើបងប្អូនយល់យ៉ាងណាដែរ